បាទបងប្អូនបើថ្ងៃនេះថ្ងៃទី10ហើយមក10កុម្ភៈបាទឥឡូវនេះក្រោយពីភ្លៀងមកប្រាវមកយើងមានផ្លែខ្លះប្រពោចចំដែរបងប្អូនបាទហើយកែខ្ញុំនេះគឺវាមកមិនស្រុកល្អទេគឺមុនក្រោយបងប្អូនណាខ្លះវាលោតតែខ្លះនៅទីខ្លះទៅក្បាលរយយកក្បាលរយខ្លះក៏ធំដែរបងប្អូនចេញផ្កាស្មើគ្នាប៉ុន្តែវាក្តាប់មកមិនស្មើចេញមួយយើងណាមានអីទៀតមកតាមក្រោយទៀតខ្លះចេញមកចឹងទៅឥឡូវសំខាន់វាមុនក្រោយសំខាន់ឲ្យតែវាគង់កុំឲ្យតែស្វិតបងប្អូនវាចេញមក2 3ប៉ុន្តែវានៅការនៅដែលមិនទាន់ចេញគឺមកទៀតវាមកមិនបានគឺកោមវាទៀតទេវារីបាទមិនដើមខ្លះក៏រីទៅដើមខ្លះក៏វាកោមទៅចេះអីបងប្អូនណាឃើញចេញតែមួយផ្លែប៉ុន្តែវានៅទូនៅទៀតទូដូចតាមផ្លែហ្នឹងហើយมันមានទូមកតោតទៀតបែបនេះក៏បានដែរបងប្អូនសំខាន់តែយើងកុំឲ្យតែមានជំងឺធ្វើទុកប៉ុន្តែសំខាន់ខ្ញុំចូលមកមើលថ្ងៃមុននេះវាភ្លៀងនេះក៏វាមានបញ្ហាស្វិតក្តាប់ខ្លះប៉ុន្តែស្វិតដោយដើមខ្លះគឺមិនមានស្វិតទេបងប្អូនវាដើមខ្លះវាមានស្វិតដែរមិនអត់ទេស្វិតខ្លះផ្លែมันល្អខ្លាំងដូចគេខុសទេគេស្វិតមកដល់20 30អីខ្ញុំប៉ុណ្ណឹងបងប្អូនណាមានខូចបងប្អូនមានខូចផ្លែគឺទូទៅគឺតិចទេ5 6ក៏ខូចបងប្អូនណាក៏ខូចច្រើនដែរនេះសាច់ខូចទេសាច់ខូចភ្លៀងមកបាទតបអត់តាន់បានតែមុននឹងភ្លៀងនេះក៏យើងបាញ់ហើយឥឡូវត្រូវមកបាញ់មួយសាទៀតនេះបាទបាញ់តាមតបរួយទេហើយផ្លែហ្នឹងដូចចេះគឺមុនក្រោយមិនបានមកទៅឆ្កោមទឹកដល់របស់បងប្អូនខ្លះដីវាល្អចឹងគឺអាកាសធាតុវាល្អទៅមកជួយគឺជាប់ហើយយើងអត់ឆ្កោទេយើងទៅមួយបាទប៉ុន្តែដូចឃើញមកឆ្កោ 3 4នេះបងប្អូនតែណាក្បាលរុយនៅមកបដែតបន្តផ្ទាស់ទៀតបាទវាមិន4 5ហ្នឹងវាអស់ហើយក្នុងឆ្កោតែសំខាន់យើងថែទៅថែ4 5ហ្នឹងទៅហើយក្រោយយើងមកយើងនឹងបាទបានផលដូចគេដូចឯងតែយើងរើសយើងយូរយើងគេបន្តិចដល់ផ្លែបងប្អូនរីតែមិនរីពេកទេបងប្អូនខ្លះទៅក៏មានចេះដែរចេះ4 10ហើយដែរបងប្អូនណាវីដេអូមិនប៉ុណ្ណាអរគុណច្រើនយើងយកផុសម្ដងហើយវាសារតែចង្កីយើងមិនសូវជាធំអីលូកលាស់លឿនណាស់ណាពីថ្ងៃក្តៅតែមើលតែបានថ្ងៃទៀតមកឥឡូវវាជាបាជាមួយនឹងបាទបងប្អូនអរគុណច្រើនបងប្អូនបាទរីមួយ